ខ្លាដំបងធំមួយបានអត់ឃ្លានអស់រយៈពេលជាច្រើនថ្ងៃមកហើយរាងកាយរបស់វាខ្សោយទៅខ្សោយទៅប៉ុន្តែសភាវៈកតិករស់រានមានជីវិតបានធ្វើឲ្យវាខិតខំបន្តដំណើរក្នុងការប៉ុនប៉ងដ៏អស់សង្ឃឹមដើម្បីស្វែងរកអាហារវាបានលោតចុះពីលើទូកចូលទៅក្នុងទឹកដោយព្យាយាមចាប់ត្រីដោយកម្លាំងដ៏តិចតួចដែលនៅសល់ម្ដងហើយម្ដងទៀតវាបានបរាជ័យមានតែទឹកខ្ទាតដែលបែកខ្ញែកលើផ្ទៃទឹកខណៈដែលភាពឃ្លានរបស់វានៅតែមានដដែលពីចម្ងាយក្មេងប្រុសម្នាក់បានឈរមើលហេតុការណ៍នេះជំនួសឲ្យការមានចិត្តអាណិតអាសូរគេបែរជាសើចចំអកចំពោះការតស៊ូរបស់ខ្លាទៅវិញសម្រាប់គេវាហាក់ដូចជាគួរឲ្យអស់សំណើចបន្តិចប៉ុន្តែអ្វីៗបានប្រែប្រួលភ្លាមៗនៅពេលដែលខ្លាបានឈប់រួចបង្វែរក្បាលហើយចាប់ផ្ដើមហែលមករកគេសំណាចរបស់ក្មេងប្រុសបានបាត់បង់ក្នុងពេលភ្លាមៗគេបានដឹងពីគ្រោះថ្នាក់ដែលខ្លួនកំពុងប្រឈមមុខដោយឈរនៅលើក្បូនសង្គ្រោះអណ្ដែតទឹកដោយគ្មានកន្លែងរត់ឬលាក់ខ្លួនការភ័យស្លន់ស្លោបានគ្រប់ដណ្ដប់នៅពេលដែលខ្លាកាន់តែខិតជិតមកដល់គេបានលោតយ៉ាងលឿនឡើងលើទូកក្បែរនោះដើម្បីសង្គ្រោះជីវិតខ្លួនឯងប៉ុន្តែខ្លាមិនបានបោះបង់ចោលឡើយដោយប្រើកម្លាំងចុងក្រោយរបស់វាបានព្យាយាមឡើងលើទូកក្មេងប្រុសបានស្រែកយ៉ាងខ្លាំងដោយព្យាយាមបណ្ដេញវាចេញខណៈពេលដែលលើកពូថៅក្នុងដៃប៉ុន្តែនៅពេលដែលភ្នែករបស់ពួកគេបានប៉ះគ្នាអ្វីៗហាក់ដូចជាមានភាពខុសប្លែកខ្លាមិនបានបង្ហាញមុខរឹងតតឹងឡើយវាហាក់ដូចជាអស់កម្លាំងភ័យខ្លាចនិងទាល់តម្រេះភាពស្ទាក់ស្ទើរបានជ្រាបចូលទៅក្នុងចិត្តរបស់ក្មេងប្រុសគេមិនអាចបង្ខំចិត្តប្រើអំពើហិង្សាដើម្បីបណ្ដេញវាចេញបានទេពេលយប់បានមកដល់ខ្លានៅតែតោងជប់យ៉ាងសោយនៅជាទូកដោយញ័រតិចៗហាក់ដូចជាគ្មានកម្លាំងនឹងបន្តទៅមុខទៀតទេក្នុងភាពងងឹតដ៏ស្ងប់ស្ងាត់ក្មេងប្រុសចាប់ផ្ដើមមានចិត្តអាណិតអាសូរបន្ទាប់ពីគិតបានមួយសន្ទុះគេបានចាប់ក្តារឈើមួយហើយបោះវាទៅរកខ្លាដោយជួយឲ្យវាឡើងលើទូកបន្ទាប់មកក្មេងប្រុសបានសម្រេចចិត្តត្រឡប់ទៅក្បូនសង្គ្រោះអណ្ដែតទឹកវិញដោយរក្សាគម្លាតដោយប្រុងប្រយ័ត្ននៅថ្ងៃបន្ទាប់គេបានចាប់ត្រីបានមួយដោយប្រុងប្រយ័ត្នគេបានបោះវាទៅឲ្យខ្លាដែលកំពុងអត់ឃ្លានខ្លាបានស៊ីវាដោយមិនបង្ហាញសញ្ញានៃការឈ្លានពានឡើយដោយឃើញដូច្នេះភាពភ័យខ្លាចរបស់ក្មេងប្រុសបានចាប់ផ្ដើមថយចុះបន្តិចម្ដងគេបានចាប់ផ្ដើមប្រមូលភាពក្លាហានដើម្បីចូលមកជិតដែលទីបំផុតបានឡើងត្រឡប់មកលើទូកវិញថ្ងៃខែបានកន្លងផុតទៅក្មេងប្រុសបានសុំនឹងការចែករំលែកអាហារដោយឲ្យចំណីខ្លានៅប្រភេទត្រីផ្សេងៗគ្នាដោយមិនដឹងខ្លួនទំនាក់ទំនងរបស់ពួកគេបានចាប់ផ្ដើមផ្លាស់ប្ដូរខ្លាលែងហាក់ដូចជាការគំរាមកំហែងទៀតហើយប៉ុន្តែជាសត្វដែលអាចទុកចិត្តបានតាមពេលវេលាខ្លាកាន់តែស្ងប់ស្ងាត់និងទន់ភ្លន់ជាងមុនហើយពីការជួបគ្នាដែលចាប់ផ្ដើមដោយភាពភ័យខ្លាចអ្វីដែលនឹកស្មានមិនដល់បានដុះដាលឡើងចំណងមិត្តភាពរវាងក្មេងប្រុសនិងខ្លាមួយដែលធ្លាប់ស្ទើរតែជាគ្រោះថ្នាក់ដ៏ធំបំផុតរបស់គេប្រែក្លាយជាមិត្តភាព